ABA យើងមានបុគ្គលិករហូតដល់ 9,500 នាក់ហើយក៏នឹងបន្តឡើង increase number ហ្នឹងរហូតទៅដល់ 10,000 ដែលយើង expect ណា number increase ហ្នឹងមិនមែនអត់មាន plan ទេហើយក៏មិនមែនអត់មាន strategy ដែរហើយ plan ហើយនឹង strategy របស់យើងហ្នឹងសំខាន់ strategy តើ business strategy ចង់ដើរផ្លូវមួយណាសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់អេពីសូតទី1នៃរដូវកាលទី2របស់ ABA Careers Podcast នៅក្នុងអេពីសូតនេះផងដែរយើងនឹងនិយាយអំពីការគ្រប់គ្រងបុគ្គលិកដែលនឹងមានការចូលរួមបកស្រាយដោយលោកស្រីលីវិជាដែលជាភ្ញៀវកិត្តិយសប្រចាំកម្មវិធីរបស់យើងថ្ងៃនេះហ្នឹងហើយបងអញ្ចឹងសុខសប្បាយបងសូហ្វាចាសុខសប្បាយអរគុណច្រើនបាទអរគុណមែនទែនដែលបងអញ្ជើញចូលរួមមានវត្តមាននៅក្នុងថ្ងៃនេះso far យើងបានបញ្ចប់ season 1 ឥឡូវយើងចូល season 2 អញ្ចឹងនេះគឺជា episode ទី1ដែលយើងធ្វើឡើងក្នុងថ្ងៃនេះអញ្ចឹងចង់ជំរាបសួរបងថាថ្ងៃនេះយើងចង់និយាយពី topic អីដែរបងចាថ្ងៃនេះយើងចង់និយាយបន្ថែម season 2 របស់ HR ថាតើនៅក្នុង HR យើងមានអីខ្លះក្នុងដៃហើយក៏ដូចជា season 2 របស់ department ផ្សេងទៀតដែរ function ផ្សេងទៀតដែលគាត់នឹងមកបង្ហាញអញ្ចឹង speaker បន្តនឹងមកបង្ហាញភាពជាក់ស្ដែងថាតើនៅឆ្នាំ2025ឬក៏បច្ចុប្បន្នកាលនេះអ្វីដែលយើងកំពុងជួបហើយយើងធ្វើម៉េចដើម្បីឲ្យពួកយើងទាំងអស់គ្នាអាចទៅមុខទាំងជោគជ័យតើសកម្មភាពអីខ្លះដែលយើងត្រូវការធ្វើចឹងក្នុង season 2 យើង expect មានប្រធានបទមកវិញប៉ុន្តែប្រធានបទទាំងអស់នឹងបញ្ជាក់ពីបច្ចុប្បន្នភាពពីអ្វីដែលជាសកម្មភាពយើងត្រូវធ្វើហើយអ្វីដែលជា challenge របស់យើងដែលកំពុងតែជួបបាទចាទាំងអស់គ្នាចឹងឥឡូវនេះបុគ្គលិកយើងមានចំនួនកើនដល់ប្រមាណអ្នកហើយបងបច្ចុប្បន្នសម្រាប់ ABA យើងមានបុគ្គលិករហូតដល់ 9,500 នាក់ហើយក៏នឹងបន្តឡើង increase number ហ្នឹងរហូតទៅដល់ 10,000 ដែលយើង expect ណាទាំងអស់គ្នាគឺយើងអាចដឹងហើយចំនួនសាខាទាំង product ហើយ service របស់យើងក៏នៅតែបន្តបន្ថែមជាក់ស្ដែងកាលពី2024យើងមានបើកសាខាថ្មីក៏ដូចជាក្នុងគម្រោង2025នេះយើងមានគម្រោងនឹងបើកសាខាថ្មីបន្តតទៅទៀតដូចគ្នាបាទអញ្ចឹងការរីកចម្រើនរបស់យើងហ្នឹងធ្វើឲ្យចំនួនបុគ្គលិកមានការកើនឡើងនឹងតាមគម្រោងរបស់ ABA បាទពេលយើងចាប់ផ្ដើមដំបូងសាខាខ្ញុំជឿថាតិចបន្ទាប់មកយើងចេះតែកើនច្រើនទៅអញ្ចឹងបុគ្គលិកក៏កើនច្រើនទៅតាមហ្នឹងអញ្ចឹងបុគ្គលិកតិចយើងស្រួលគ្រប់គ្រងឯងសូម្បីតែannual party អីក៏យើងអាចទៅជុំគ្នាបានដែរដល់ពេលបុគ្គលិកហិតតែច្រើនអញ្ចឹងការគ្រប់គ្រងវាហិតតែcomplicated អញ្ចឹងសួរថាតើយើងគ្រប់គ្រងបុគ្គលិកមិនទៅនៅពេលដែលមានចំនួនច្រើនមែនតើអញ្ចឹងเราចង់ 10,000 នាក់ហើយបាទចាការគ្រប់គ្រងបុគ្គលិកបើសិនជាយើងថាវាជាការងារទាំងស្រុងរបស់ HR ក៏យើងថាបានប៉ុន្តែមែនតើទៅយើងមានប្រធានគ្រប់គ្រងរបស់សាខាមួយដែលពួកគាត់គ្រប់គ្រងបុគ្គលិកផ្ទាល់អញ្ចឹងជំនួយពីខាង HR យើងវិញយើងដូចជា booster អញ្ចឹងដែលពួកយើងជាជំនួយឧទាហរណ៍ផ្នែក training development យើងមានក្រុមការងារដែលរកអញ្ចឹងទៅតាក់ទងនឹងជំនាញ skill ដែលបុគ្គលិកយើងខ្វះខាតឬក៏បន្ថែមក្រុមការងារខាង training នៅខាង HR យើងជួយ support ផ្នែកហ្នឹងហើយក្រៅពីហ្នឹងយើងមាន booster ផ្សេងទៀតដូចការរកបុគ្គលិកថ្មីជំនាញថ្មីនោះជាការងារផ្សេងមួយទៀតដែល HR យើងជួយដោយឡែកប្រធានផ្ទាល់ដែលយើងថាការគ្រប់គ្រងនោះប្រធានផ្ទាល់មួយនោះដែលជាគោលដៅសំខាន់ពួកគាត់ជាអ្នកគ្រប់គ្រងបុគ្គលិកផ្ទាល់ជាអ្នកណែនាំ navigate direction នេះទាំងអស់គឺចេញពីប្រធានផ្ទាល់មួយហើយអូខេអញ្ចឹងការដែលយើងដើរទៅមុខបានមិនមែនមានតែថា HR ដើរទេឬក៏បុគ្គលិក follow direction របស់ HR តែមួយជាហៀងទេអញ្ចឹងយើងមានការគ្រប់គ្រងមានផ្នែកមានប្រធានផ្ទាល់ហើយនឹងក្រុមការងារពាក់ព័ន្ធផ្សេងទៀតដែលធ្វើការជាមួយគ្នាវាដូចជាការងារជាក្រុមដែរបាទអញ្ចឹងមានថាយើងបែងចែកយើងថា delegate authority ឬក៏សិទ្ធិអំណាចផ្សេងទៅតាម
department មួយឬក៏ function មួយផ្នែកមួយអញ្ចឹងបាទអូខេអញ្ចឹងដល់ពេលអញ្ចឹងយើងមានជាកំណត់ជាក្រិតក្រមបែបណាដែលថាគាត់ត្រូវ follow យើងមិនកម្រិតបែបណាដើម្បីគាត់កុំឲ្យខុសត្រូវហើយនៅ APA ក៏ដូចជាស្ថាប័នផ្សេងទៀតពួកយើងសិតតែមានក្រមសីលធម៌ជាជីវៈរបស់យើងដូចជា policy code conduct ក្រុមហ៊ុនមួយយើងតែងតែមានក៏ដូចជា APA ដែរអញ្ចឹងការគ្រប់គ្រងរបស់យើងគឺ follow ជាមួយនឹង policy internal របស់ APA ដែលយើងមានហើយការដែលយើងរៀបចំ follow policy និងគោលការណ៍របស់យើងទាំងអស់ហ្នឹងប្រធានផ្នែកមួយដែលលើកឡើងមិញហ្នឹងគាត់នឹងមើលពិនិត្យថាតើបុគ្គលិករបស់គាត់បាន follow ពី policy របស់យើងនៅឧទាហរណ៍ថាពេលយើងមាន product ថ្មីថាតើបុគ្គលិកគាត់បានយល់ដឹងពី product ថ្មីនៅដើម្បីឲ្យការយល់ដឹងហ្នឹងបានជ្រាបទៅដល់បុគ្គលិកទាំងអស់យើងមានការផ្សព្វផ្សាយនៅខាងក្នុងក្រៅពីផ្សព្វផ្សាយហើយយើងមានការ train ចឹង train ដើម្បីឲ្យបុគ្គលិកយើងយល់ដឹងពី product ថ្មីតាំងពី product រហូតដល់ system ថាតើ system ថ្មីហ្នឹងធ្វើមិនខ្លះបាន kick out product ថ្មីហ្នឹងបានដើម្បី on board ភ្ញៀវមួយតើ system យើងត្រូវ click អីខ្លះយើងនិយាយថាអញ្ចឹងណាចុចអីខ្លះដើម្បីបាន on board ភ្ញៀវមួយនៅក្នុង system ចឹងយើងត្រូវការក្រុមពាក់ព័ន្ធធ្វើការជាមួយគ្នាអ្នក design product គាត់ design ទៅបន្ទាប់ពី design ចប់ committee approve ហើយយើងចូលដល់ក្រុមការងារដែលខាង train make sure ថាបុគ្គលិកយើងយល់ដឹងពី product ហ្នឹងហើយក៏មានចំណេះជំនាញតាក់ទងនឹង system ក្នុងការដែលយើង on board ភ្ញៀវ1 2 3តាម product មួយអញ្ចឹងដែលយើងនិយាយគ្នាមិញថាវិជ្ជាការងាររួមវាមិនមែនថាតែ HR ឬក៏តែប្រធានសាខានោះទេហើយការងារទាំងអស់ហ្នឹងក្រៅពីពួកយើងបរិញ្ញាហើយយើងមានក្រុមការងារហៅថា quality control មកតាមទៀតអញ្ចឹងយើងមាន post control ថាតើ post control ហ្នឹងបន្ទាប់ពីពួកយើងបរិញ្ញាហើយ product យើងឡើងហើយ monitor ទៅលើ post control ថាតើយើងបាន follow នៅ comply ជាមួយនឹង process 1 2 3ដែលយើង design ហើយហ្នឹងនៅទាំង product knowledge ទាំង system នោះជាអ្វីដែលពួកយើងធ្វើហើយ post control យើងមិនមែនមានតែតួអង្គមួយទេយើងមានទាំង product post control យើងមានទាំង audit មានទាំង compliance ទាំង risk ដែលគាត់ monitor ពីខាងក្រោយទៀតតែយើងធ្វើគ្រប់គ្រងហ្នឹងត្រឹមត្រូវអត់ process ហ្នឹងយើងធ្វើត្រឹមត្រូវតាមលក្ខខណ្ឌរបស់ policy ដែលយើងបានចែងនៅបាទយើងបែបហ្នឹងអូខេចឹងដល់ពេលយើងមានខាង post control ហ្នឹងចឹងអាហ្នឹងតើពួកគាត់ហ្នឹងដូច audit ដែរឬក៏ខុសគ្នាពី audit ក្រុមការងារមួយគាត់មានហៅថា mandate គាត់រៀងខុសគ្នាព្រោះយើងអាចធ្វើការជាន់គ្នាហៅថាមក audit ចេញមកហើយលើ mandate មួយហ្នឹង compliance ហើយ risk គាត់ចេញមក mandate មួយហ្នឹងដូចគ្នាខាង QA គាត់ចេញមក mandate មួយហ្នឹងហើយគាត់អាច design mandate រៀងខុសគ្នាហើយ technical របស់ពួកគាត់មានចែងនៅក្នុង TOR របស់ពួកគាត់មួយចឹងដូចជាខាង QA គេ make sure ថា product service របស់គេហ្នឹង quality satisfaction មានខ្ពស់ជាងទៅឯខាង audit គាត់មកមើលរឿងថាពួកយើង follow អត់ process 1 2 3យើងបានធ្វើ follow នៅ compliance analysis គេមកមើលតទៀតចឹងទៅហើយបើមាន follow ហើយមិនមាន follow ខាង compliance analysis គាត់នឹង monitor ថាតើយើងធ្វើ persistent ជាមួយនឹង policy product យើងអត់បាទអញ្ចឹងដែលយើងហៅថាជាការងារធំមួយដែរមិនមែនជាការងារតែម្នាក់ពីរនាក់បាទអញ្ចឹងហើយបានជាយើងអាច make sure ថាបុគ្គលិករបស់យើងមាន knowledge តាក់ទង product ថ្មីពី policy ថ្មី up to date បាទចុះឡប់មកសំណួរតាក់ទងថាតើយើងគ្រប់គ្រងបុគ្គលិកយ៉ាងម៉េចនៅពេលដែលគាត់មានចំនួនច្រើនអញ្ចឹងដែលបងឆ្លើយថាយើងបែងចែកទៅតាមប្រធាន department មួយដែលគាត់គ្រប់គ្រងបន្តគ្នាអញ្ចឹងតើអាហ្នឹងយើងមានជា tool អីដែលយើងឲ្យគាត់ប្រើប្រាស់ឬក៏យើងគ្រាន់តែជាការបញ្យល់ណែនាំតាម verbal ទេតាមសម្ដីទេបាទយើងមានច្បាប់ដោយសារយើង follow ច្បាប់គោលការណ៍របស់យើងថាគោលការណ៍របស់យើងធំទាំងអស់ management របស់យើងជា leader របស់យើងទាំងអស់គាត់យល់ពីច្បាប់ទម្លាប់នៅក្នុងស្ថាប័នយើងកម្រិតប៉ុណ្ណាហើយដើម្បីឲ្យគាត់យល់ហើយនឹង follow ជាមួយនឹង digest ទៅក្រុមការងារគាត់បាន
យើងមាន stakeholder មួយចំនួនឧទាហរណ៍នៅក្នុង HR យើងមាន HRBP អញ្ចឹងទៅគាត់ជាអ្នកបញ្ជ្រាបដូចជា agent មួយ make sure ថា management យើង up to date តទៅនឹង policy ទាំងអស់ហើយអាចជំរុញទៅបុគ្គលិកទាំងអស់ដើម្បីគាត់យល់ដឹងពី policy product យើងមុននឹងមិញចឹងក្រៅពី HR ក្រុមខាង business ក៏មានក្រុមការងារដែលបញ្ជ្រាបដូចគ្នាចឹងដែរចឹង product មួយយើងមានក្រុមបញ្ជ្រាបចឹងក្រៅពីចេញ product ហើយយើងមានក្រុមបញ្ជ្រាបហ្នឹងគាត់ដើរទៅ make sure ថាវាពិតជាទៅដល់ leader ក៏ដូចជាមេក្រុមដើម្បីឲ្យ officer ទាំងអស់យល់ដឹងហើយមាន guidance ឲ្យត្រឹមត្រូវចឹង agent ទាំងអស់ហ្នឹងវាដើរតួនាទីមួយសំខាន់សម្រាប់ bank strategy របស់យើងណាមួយទៀតយ៉ាហ្នឹងហើយបងចឹងសំណួរមួយទៀតចង់សួរបងថាតើhow do you keep up with the increasing number from បុគ្គលិកតិចមកបុគ្គលិកច្រើនបើនិយាយពីevolving បាទតកតងនឹង population របស់បុគ្គលិករបស់ ABA តាមពិតback 2012យើងមានតែបុគ្គលិកថា270នាក់ចុះ that the number តែរហូតមកដល់ឥឡូវយើងមាន 9500 ហើយ number increase ហ្នឹងមិនមែនអត់មាន plan ទេហើយក៏មិនមែនអត់មាន strategy ដែរហើយ plan ហើយនិង strategy របស់យើងហ្នឹងសំខាន់ strategy តើ business strategy ចង់ដើរផ្លូវមួយណាហើយនៅពេលដែលក្រុមហ៊ុនមួយគាត់មាន strategy ច្បាស់លាស់ដូច ABA ចឹងកាល2012ពេលដែលពួកយើងមាន strategy ថាយើងចង់ shaping ខ្លួនឯងទៅផ្លូវណាមួយទាំង product ទាំង service ទាំង our brand brand name នៅក្នុងស្រុកខ្មែរតែយើងចង់ធ្វើវាឲ្យគេស្គាល់តាមរបៀបមួយណាមួយអញ្ចឹង with that strategy HR ក៏យក strategy ហ្នឹងមកហើយយើងរៀប people strategy ថាតើដើម្បីបាន strategy មួយនឹង successful យើងត្រូវការ people ណាខ្លះតួអង្គណាខ្លះដើម្បីទៅលក់ product ទាំងអស់អញ្ចឹងយើងក៏មាន strategy ទៅនឹង people ដូចគ្នានៅពេលដែលក្នុង strategy យើងមានទាំង product មានទាំង service យើងមានទាំង system ទៀតអញ្ចឹង to bring people along the journey ទៀតសោតក៏ it's important ដែរព្រោះ system នៅ ABA ទាំងភ្ញៀវក៏ដោយទាំងបុគ្គលិកក៏ដោយពួកយើងដឹងថា ABA ជាធនាគារមួយដែលមាន system ខ្លាំងយ៉ាងនិយាយចឹងចាស់មាន system ច្រើន product យើងច្រើនជាពិសេស technology នៅខាងវិស័យ fintech នៅ ABA យើងវាមានទំនើបកម្មណាទំនើបកម្មខ្លាំងចាខ្លាំងចឹង bring journey people along ហ្នឹងគឺកត្តាមួយដែលសំខាន់មួយទៀតធ្វើម៉េចឲ្យ people របស់យើង cope up ចឹងជាមួយនឹង bank strategy people strategy ធ្វើឲ្យយើងអាច grow មកដល់រាល់ថ្ងៃក៏ដូចជា bring people along ហ្នឹង it's not just a product service ហើយក៏ system មួយទៀតកត្តាមួយទៀតដែលសំខាន់គឺ efficiency បាទ performance និយាយថាធ្វើម៉េចឲ្យ business គាត់ satisfy ជាមួយនឹង people strategy យើងព្រោះ people strategy យើងនឹងមិន successful ទេបើសិនជាយើងរៀប strategy មកតែ people ដែលយើង bring along the journey ហ្នឹងពួកគាត់អត់មាន productivity បាទចឹង how do you drive performance and increase productivity ចាយើងមាន way ច្រើនវា depend ទៅលើ product មួយទៅលើពេលមួយរបស់យើងព្រោះមានពេលដែលយើងមានหมายថាយើងមានពេលវេលាក្នុងការបដោះធនធានមនុស្សចឹងនៅពេលយើងមានពេលវេលាក្នុងការបដោះធនធានមនុស្សយើងក៏បើកចំហឲ្យមានបងប្អូនដែលជាសិស្សនិស្សិតគាត់អាចចូលមក program របស់ ABA យើងបង្កើត program រៀង 4-5 program នេះទៅដើម្បី accommodate បងប្អូនដែលគាត់នឹងចូលមកបានហើយក្នុង program ហ្នឹងយើង design មានរយៈពេលតាំងពី3ខែ6ខែរហូតដល់ទៅ1ឆ្នាំបាទចាហើយចប់ពី program មួយហ្នឹងទៅបងប្អូនណាដែលគាត់មានលទ្ធភាពគាត់បានទទួល job offer ទៅតាមប៉ុស្តិ៍មួយហើយបើអត់ទេគាត់ចាប់ពី program ហើយបើគាត់មិនទាន់ជាអ្នកចង់ធ្វើការគាត់បន្តការសិក្សាគាត់តទៅទៀតទៅដល់ពេលឆ្នាំក្រោយនៅពេលដែលគាត់មានឱកាសទៀតបាទកងអញ្ចឹងទៀតទៅគាត់ join program យើងមួយទៀតអញ្ចឹងទៅអញ្ចឹងអ្វីដែលយើងធ្វើបើសិនជាយើងមានពេល product ហ្នឹងយើងមានពេល
ចាំ people ដែលអាច grow ជាមួយនឹង business មួយនឹងបានយើងធ្វើ program បែបហ្នឹងប៉ុន្តែក៏មាន product ខ្លះយើងអាចចាំដែរអញ្ចឹងនៅពេលដែល product អាចចាំយើងមានតែមើលនៅក្នុងទីផ្សារអញ្ចឹងការដែលយើងមើលនៅក្នុងទីផ្សារយើងតាំងពីនៅក្នុងវិស័យ bank ហើយនិងក្នុងវិស័យ non bank តែពួកយើងមិនយកតែបុគ្គលិកក្នុងវិស័យ bank មកចូលទៅការវិស័យ bank ដូចគ្នានោះទេយើងមានអ្នកខ្លះដែលគាត់មានបទពិសោធន៍ដែលមិនវិស័យ bank ទេឧទាហរណ៍ថា IT ทีม IT យើងយកអ្នកណាដែលគាត់មានបទពិសោធន៍ខាង IT យ៉ាងទៅអញ្ចឹងមិនមែនតែវិស័យ bank ទេដែលមានជំនាញ IT បាទចាអញ្ចឹងដើម្បី cope up ជាមួយនឹង business growth របស់ ABA strategy របស់ people របស់យើងបត់បែនតាមនឹងអញ្ចឹងភាពបត់បែនច្រើនរបស់យើងនឹងហើយដែលធ្វើឲ្យយើងអាចរីកចម្រើនដល់រាល់ថ្ងៃតែអ្វីដែលសំខាន់ everyone are on that same boat បាទហើយជាមួយនឹង strategy ធំ people strategy product service ទាំងអស់យើងដើរទន្ទឹមគ្នាមកណាអញ្ចឹងការដែលយើងដឹងពី strategy មួយរបស់ bank ហើយការចូលរួមរបស់ leader មួយរួមទាំង people strategy របស់ HR ហ្នឹងឯងដែលធ្វើឲ្យពួកយើងអាច grow ដល់រាល់ថ្ងៃមិញបងលើកឡើងតាក់ទងទៅនឹងធនាគារដើរមកដល់ចំណុចសប្តាហ៍ថ្ងៃនេះគឺមិនមែនដោយការចៃដន្យទេមិនមែនដោយភាពចៃដន្យទេគឺដោយការកំណត់គោលដៅច្បាស់លាស់ហើយនឹងមានយុទ្ធសាស្ត្រច្បាស់លាស់តាំងពីធនាគារនៅទូរហូតដល់ឡើយចា៎បាទអញ្ចឹងតើកន្លងមកជួបឧបសគ្គមិនខ្លះក្នុងដំណើរមួយហ្នឹងបាទចា៎ជាធម្មតាទេនៅពេលដែលយើងដើរលើផ្លូវមួយទោះបីយើងមានគោលដៅច្បាស់លាស់ក៏ដោយវាតែងតែមានឧបសគ្គឯងហើយពេលដែលជួបឧបសគ្គមួយពេលខ្លះវាជាការបត់បែនតើយើងហ៊ានក្នុងការបត់បែនអត់អញ្ចឹងពី strategy របស់ bank ហ្មងនៅពេលដែលមានឧបសគ្គ leader របស់ពួកយើងគាត់នឹងបង្ហាញថាបើសិនជាករណីបែបហ្នឹងតើយើងត្រូវបត់មិនឧទាហរណ៍ថាយើងមាន case ដែល product របស់យើងដាក់ទៅហើយវាមិនជោគជ័យទេសួរថាយើងមានយើងមិនមែនថាproduct ទាំងអស់របស់ពួកយើងសុទ្ធតែជោគជ័យទេបាទហើយមិនមែន system ទាំងអស់របស់យើងដាក់មកសុទ្ធតែជោគជ័យទេទម្លាប់បានជោគជ័យមកដល់រាល់ថ្ងៃនេះយើងមាន product ចំនួនប្រមាណនោះដែលយើងធ្លាប់មិនជោគជ័យហើយនៅពេលដែលវាមិនជោគជ័យក្នុងដៃរបស់ HR យើងមាន people ហើយ people ដែល on board ជាមួយយើងហើយហ្នឹងតើយើងធ្វើម៉េចឲ្យគាត់អាច switch ទៅកាន់ strategy ផ្សេងដែលរបស់ bank មានឧទាហរណ៍ពី product មួយទៅ product ផ្សេងទៀតយើងធ្វើ exercise ហ្នឹងឡើងវិញថាអាច move គាត់ពី team ហ្នឹងទៅ team ផ្សេងទៀតអត់នៅពេលដែល product យើងត្រូវបានផ្លាស់ប្ដូរ strategy ហើយក្រៅពីហ្នឹងយើងមានសម័យកាលដែរឧទាហរណ៍តាក់ទងនឹងប្រធានបទថាសាខាយើងត្រូវបើកជាងចោះគម្រោងតែដល់ពេលដល់ថ្ងៃដល់ខែ contract យើងធ្វើមិនទាន់ចាមិនមែនថា contract យើងធ្វើមិនទាន់ឬក៏ទីតាំងដែលយើងមានគម្រោងនោះយើងរកវាមិនទាន់បានអញ្ចឹងក៏មានការយឺតយ៉ាវឬក៏ផ្លាស់ប្ដូរគោលដៅអញ្ចឹងនៅពេលដែលមានការផ្លាស់ប្ដូរ people strategy យើងក៏ត្រូវបត់តាមសម័យកាលមួយហ្នឹងហើយអាហ្នឹងឯងដែលជា fun game យើង on the same boat ជាមួយគ្នាអត់អញ្ចឹងយើងមានទាំង business leader គាត់បង្ហាញ direction ហើយបើសិនជាយើងធ្វើនឹងបានទេយើងធ្វើអីផ្សេងហើយបើយើងធ្វើអីផ្សេងតើHR នេះអាច bring people ដែលនៅក្រុម A នោះទៅក្រុម B បានអត់ឬក៏ឥឡូវយកមានក្រុម B ឯងតើយើងធ្វើម៉េចដើម្បីឲ្យ product នៅក្រុម B ដើរដំណើរការល្អអញ្ចឹងភាពបត់បែនហើយនឹងការហ៊ានប្រកួតជាមួយនឹងខ្លួនឯងដែលជាអ្វីដែលពួកយើងដាក់នៅក្នុង DNA របស់ ABA ពេល challenge មួយហ្នឹងហើយដែលជាពេលដែលពួកយើងធ្វើការមួយគ្នារៀងសកម្មខ្លាំងជាងធម្មតាបាទឧទាហរណ៍ជាក់ស្ដែងគ្រប់ពីពេល challenge ទាំងអស់ពួកយើងស្គាល់គ្នាច្រើនជាងមុនព្រោះធម្មតាទេនៅពេលដែលមានការបត់បែនពួកយើងរៀងទៅជ័យគ្នាច្រើនយើងមានការជួបគ្នាច្រើនដើម្បីឲ្យពួកយើងដឹងថាតើ direction ទៅណាហើយបើទៅហើយយើងទៅជាមួយគ្នាហ្នឹងតន់សកម្មភាពរបស់ bank អត់អញ្ចឹងនៅពេលដែលតន់ឬក៏មិនតន់សកម្មភាពដែលយើងជួបគ្នាជា online meeting ឬក៏ offline meeting ក៏ដោយធ្វើឲ្យពួកយើងស្គាល់គ្នាច្រើនជាងមុន
ហើយដំណើរការដែលពួកយើង understand ពី business strategy ហ្នឹងហើយ evolve ខ្លួនឯងបត់បែនខ្លួនឯងមួយៗហ្នឹងទាំងខាង HR ទាំងខាង system ទាំងខាង product ពួកយើងធ្វើការជាមួយគ្នាហ្នឹងភាពបត់បែនហ្នឹងឯងក្នុងកលៈទេសៈដែលពិបាកពីមួយពេលទៅមួយពេលហ្នឹងធ្វើឲ្យយើង becoming stronger តែសួរថាមានអត់មានបុគ្គលិកខ្លះគាត់អាចថាមិន adapt បាទយើងតែងតែ encourage ឲ្យគាត់ understand ថាពីសម័យកាលមួយទៅសម័យកាលមួយពីហៅថា life របស់ career ឬក៏ life របស់ product វាតែងតែមានពេលដែលត្រូវ evolve មានពេលដែលត្រូវបត់បែនអញ្ចឹង if it's not now then when អញ្ចឹង why not hand in hand ជាមួយនឹងពួកយើងហើយបត់បែនជាមួយនឹងសម័យកាល product ដែលកំពុងតែ change មួយនេះហើយជារឿយយើងតែងតែមានការ cooperate ពី people ដែល on board ហើយហ្នឹងជា people ដែលនៅក្នុងរបស់ ABA ហ្នឹងធ្វើការជាមួយយើងពីសម័យកាលមួយទៅសម័យកាលមួយបន្តការងារជាមួយគ្នាហើយក៏មិនមែនថាអត់មានទេក៏មានដែរ people ដែល on the way ទៅគាត់ drop out ដោយសារតែសកម្មភាពរបស់យើងវាអាច challenge វាអាចមិន fit នៅក្នុង core value របស់គាត់ personal value អញ្ចឹងទៅ so people ដែលនៅក្នុង ABA អាចថាយើងមាន DNA ដូច ABA ជាអ្វីដែលយើងរកឃើញគ្នាទៅវិញទៅមកហើយដែលយើងបន្តដំណើរជាមួយគ្នាបានយូរវែងឆ្ងាយទាំងកម្លាំងកាយបញ្ញាហើយនឹងចិត្តនឹងធ្វើការជាមួយគ្នាដើម្បីឲ្យ brand មួយនេះបានលូតលាស់ដល់រាល់ថ្ងៃតើបងធ្វើម៉េចបានដើម្បី inject ឲ្យគាត់មាន DNA របស់ ABA បែបហ្នឹងតើគាត់ចង់ថា leader របស់ brand មួយតើគាត់ home grown ឬក៏យើងគាត់មកពីខាងក្រៅយើងមានទាំងពីរយើងមានទាំងចាយើងមានទាំងពីរស្មោះត្រង់ទៅដោយសារតែ number របស់យើង grow វាច្រើនអញ្ចឹងមានពេលដែលយើងត្រូវការ import product អញ្ចឹងយើងក៏មាន import product ដែរគ្រាន់តែនៅពេលដែលយើង import product មួយមានការ selective នោះរៀង selective បន្តិចដោយសារតែយើងមាន DNA របស់យើងយើងមានចង្វាក់កតកម្មរបស់យើងអញ្ចឹង people ដែលចូលមកគាត់ធ្វើ adapt មួយ culture របស់យើង people របស់យើង product process របស់ ABA អ្នកដែលគាត់មាន DNA ដូចដែលយើងចង់បានហើយឯ home grown វិញក៏យើងមានដែរដែលជា number របស់យើងជា average យើងមានរហូតដល់ 45% ដែលជា home grown បាទហើយយើងគិតថាវាជា number មួយដែលពីមួយឆ្នាំទៅមួយឆ្នាំយើង monitor វាហើយ number ហ្នឹងនៅតែល្អដែល people របស់យើង willing to grow and they able to adapt and grab higher opportunity បានណាតែទោះបីអញ្ចឹងក៏ដោយយើងនៅតែមានទិញពីខាងក្រៅចូលបាទត្រូវហើយព្រោះធម្មតាទៅតាម HR strategy នៅក្នុង internal ធម្មតាidea គាត់អាច drain out ឬក៏អាចមិនមានអីថ្មីអញ្ចឹងអ្នកខាងក្រៅដើម្បីឲ្យមាន breakthrough idea ផ្សេង creative idea យើងតែងតែបាទយើង import ចូលមកខ្លះថ្មីអញ្ចឹងគាត់ថា how we make them sync អញ្ចឹងណាឲ្យគាត់ sync គ្នាហើយឲ្យគាត់ symmetry គ្នាហើយឲ្យគាត់ធ្វើម៉េចបន្តទៅមុខមួយគ្នារហូតហ្នឹងហើយបងអញ្ចឹងធម្មតាយើងជា HR យើងតែងតែស្គាល់បុគ្គលិកទាំងអស់ហើយអញ្ចឹងការបុគ្គលិកនៅ200នាក់យើងស្គាល់ប្រកាសជាស្គាល់អស់ប៉ុន្តែឥឡូវបុគ្គលិកឡើង 9500 នាក់សួរថាយើងនៅស្គាល់ទាំងអស់ចឹងដែរឬក៏យើងធ្វើយ៉ាងម៉េចបើយើងប្រាប់គេថាយើងស្គាល់ទាំងអស់គេមិនជឿទេហើយពិតយើងពិតជាមិនអាចចាំទាំងអស់បានមែនបាទអញ្ចឹងពេលខ្លះបើជួបក្រុមការងារឬបងប្អូនសិស្សនិស្សិតក៏ដោយក្រុមបងប្អូនដែលធ្លាប់ធ្វើជា intern ជា trainee ឬក៏ក្រុមការងារយើងដែលមិនដែលជួបគ្នាបាទបើចាំហ្មងចាំតែ number ទេបើថាឲ្យចាំមុខនោះមិននិយាយចាំអស់ទេតែជា leader ក្រុម lead យើងអាចចាំបានតាម 5-600 នាក់យើងនៅចាំតែបើថាដល់ 9000 នាក់ជាងនេះ 70000 នាក់នេះអត់ចាំអស់ទេបាទតែ number ដែលជាអ្វីដែលយើងអាចចាំហើយជាអ្វីដែលយើង monitor អញ្ចឹងពី
ពីមួយពេលទៅមួយពេលថាតើ number របស់យើង follow plan នៅហើយសាខាហ្នឹងយើងគួរ monitor រឿងអី performance ឬក៏ head count មិនទាន់គ្រប់ឬក៏មាន head count ដែល low performance យើង monitor បន្ថែម head count ដែលគាត់ខ្វះ training ឬក៏មានបុគ្គលិកថ្មីចូលក្រុមមួយហ្នឹងអញ្ចឹង number ទាំងអស់ហ្នឹងជាអ្វីដែលយើងមានក្នុងដៃហើយ monitor ជាប្រចាំដើម្បីឲ្យយើងចាប់ឲ្យទាន់ថា business របស់យើងមួយដែល set up ហើយ product service មួយដែលយើងបានរៀបចំថ្មីហ្នឹងឬក៏ existing មានបុគ្គលិកដែលជួយ support ពេញដៃហើយ performance របស់យើងអាច acceptance នៅ level board ព្រោះ overall ទៅយើងមើល performance របស់ bank as a whole ថាតើ product របស់យើងដែលយើងមានទាំងអស់ people ដែលយើងមាននៅក្នុង product មួយ generate income មកហ្នឹង performance របស់ពួកគាត់ certify business មួយនឹងអត់បាទដើម្បីឲ្យ certify បានការងារមួយចំនួនដែល HR និយាយមុនហ្នឹងមិនមែនចាំ people អស់ទេតែចាំ data ថាតើ data មួយពេលទៅមួយពេលសាខាមួយតំបន់មួយ product មួយហ្នឹងត្រូវកាយគេបាទអញ្ចឹងយើងឆ្នៃ data ហ្នឹងមកឲ្យ fit ជាមួយនឹងកលៈទេសៈមួយហ្នឹងបើសិនជាខ្វះ training យើងដាក់ training សម្រាប់សាខាមួយហ្នឹង team មួយហ្នឹងហើយយើង monitor ថាតើ product knowledge របស់បុគ្គលិកប្រមាណអ្នកដែលយើងកំពុង monitor ហ្នឹងគាត់ up to speed ហ្នឹងឬក៏យើងដកគាត់ចេញមករៀន in classroom អីចឹងឬក៏ performance coaching ដែលយើងត្រូវការ monitor អញ្ចឹង data ធំទាំងអស់ហ្នឹងដែលយើងចាំបាទហើយយើងមើលភាគច្រើនយើងមើលលើ data ទេបាទហើយការទៅជែក dialogue communication គឺជាមួយនឹង team leader ទាំងអស់របស់ bank ដែលយើងទៅជែកគ្នាហើយដឹង direction ថាយើងធ្វើអីជាមួយគ្នាសម្រាប់បច្ចុប្បន្នតើយើងត្រូវការអីពីសម័យមួយតែម្ដង leader មួយតែម្ដងហើយ get along ជាមួយគ្នា it sound ថាវាមិនពិបាកបាទតែនៅពេលដែលយើង bring people up to the level of efficiency it's a tough conversation and យើងត្រូវការ commitment របស់ people ដែរអញ្ចឹង people ដែលមកជាមួយយើងណាពួកគាត់មាន commitment អត់បើសិនជាពួកគាត់មាន commitment ហើយខ្វះ1 2 3តើគាត់ refill យ៉ាងរបៀបម៉េចហើយពួកយើងចូលរួមសហការជាមួយគាត់ក្នុងការ refill gaps ទាំងអស់ហ្នឹងជាពេលវេលាយើងមានក្នុងការចាំឲ្យ situation improve ឬក៏ product knowledge គាត់ improve ក្នុងរយៈពេលប៉ុណ្ណឹងតើយើងត្រូវការអ្នក support យ៉ាងណាយ៉ាងណីខ្លះអញ្ចឹងមានការចូលរួមច្រើនផ្នែកដើម្បីឲ្យ make sure ថាefficiency របស់ people កាន់ product មួយហ្នឹង up to the level of demand ដែលយើងមានពី management ហើយពី shareholder បាទអញ្ចឹងបងដល់ពេលយើង team ធំអញ្ចឹងhow do you track employee performance in a large team like this ជារៀងរាល់ថ្ងៃនៅពេលដែលមកដល់ office បើខ្ញុំមើលមុនគេ how the whole bank perform daily transaction អញ្ចឹងថាតើ deposit របស់យើងនៅណា grow ប៉ុណ្ណា loan collection transaction តាម counter របស់យើង transaction នៅតាមម៉ាស៊ីនរបស់យើងមួយតើ trending ឡើងឬក៏ចុះហើយឡើងនៅកន្លែងណាធ្លាក់នៅកន្លែងណាអញ្ចឹងជារៀងរាល់ថ្ងៃមកដល់ព្រាមគឺមើលតើ performance របស់ bank ទាំងមូលបាទតាមតំបន់តាមសាខាតាមម៉ាស៊ីនមួយអញ្ចឹងទៅក្រៅពីមើល transaction ទាំងអស់ហ្នឹងហើយកលេចមកវិញមើលថាតើពី report របស់ team យើងវិញនៅក្នុង HR យើងវិញ performance របស់ bank trend អញ្ចឹងតើ performance នៅកន្លែង HR របស់ពួកយើងរូបរាងយ៉ាងម៉េចហើយ recruitment ដល់ណាហើយព្រោះរបស់យើង data សឡាយទាំងអស់អញ្ចឹង report មើល at every second so every morning មកមើលថា close អីខ្លះបើកអីខ្លះ training នៅណា population close vacancy មានប្រមាណបើក vacancy ថ្មីមានប្រមាណបាទហើយ performance របស់បុគ្គលិកនៅណាតើ fit ជាមួយនឹង data ធំនៅកន្លែងដែលខ្វះយើង refill បានកម្រិតប៉ុណ្ណាហើយអញ្ចឹងអ្វីដែលមើលជារៀងរាល់ថ្ងៃតែម្ដងជារៀងរាល់អាទិត្យហើយក៏ដូចជារៀងរាល់ខែជារៀងរាល់ quarter ជារៀងរាល់ semester ជារៀងរាល់ឆ្នាំ performance first thing to do in the morning បាទ
ចុះអ្នកដែលចុះដល់ពេលបង monitor performance អញ្ចឹងហើយរកឃើញថាអូមានបុគ្គលិកខ្លះឬក៏សាខាខ្លះដែលគាត់ underperform គាត់ perform អត់គ្រប់ឬក៏អីចឹងតែអាហ្នឹងបងធ្វើមិនដោះស្រាយមិនឲ្យវាfair ហើយនឹង ineffective way ចឹងណាឲ្យវាសុក្រិតឲ្យវាមិនលំអៀងបាទចាយើងព្យាយាមរកជំងឺឲ្យឃើញអ្វីដែលសំខាន់យើងព្យាយាមរកជំងឺឲ្យឃើញមានលក្ខខណ្ឌច្រើនណាលក្ខខណ្ឌខ្លះគ្នាអត់ performance យើងឃើញថា disbursement អត់មានទេតែយើងមើលនៅក្នុង pipeline គាត់មាននៅក្នុង pipeline បាទហើយករណីបែបហ្នឹងតើ pipeline យើង understand ពីខាងយើងហៅថា committee ដែល approve loan ហ្នឹងទៀត pipeline ហ្នឹងវា link នឹង disburse អត់នឹងតម្លាក់អត់ភ្ញៀវហ្នឹងឬក៏ក្នុង pipeline តែទេហើយវាអត់ move ទៅមុខណាបាទតើបុគ្គលិកម្នាក់ដែល low performance ដែល data មិនមានច្រើនណាសកម្មភាពគាត់ធ្វើមកមានអត់ជា commitment មកមានអត់បើអត់មាន commitment ទៀតតើគាត់មាន skill អត់អ្នកខ្លះអត់ទាំង commitment ហើយ skill ក៏អត់មានទៀតអញ្ចឹងវាធ្វើឲ្យពួកយើងជា HR ក៏ដោយជាខាង business ក៏ដោយយើងត្រូវមើលឡើងវិញតែយើងដាក់បុគ្គលនឹងចូលទៅកន្លែងត្រូវអត់វាអាចថាខុសប៉ុសអីចឹងវាមិនជាប៉ុសដែលគាត់ចាប់អារម្មណ៍មិនជា passion របស់គាត់របស់ candidate អញ្ចឹងយើងត្រូវការ rework ទៅលើ placement នឹងឡើងវិញអញ្ចឹង HR ក៏ដោយយើងមានក្រុមការងារទាំង recruiter ទាំង HRBP ហ្នឹងយើងធ្វើការមួយគ្នាទៅហើយ replacement ទៅលើ candidate តែយើងអាច replacement ទៅណាបាន vacancy ណាដែលស័ក្តិសមជាមួយនឹងបុគ្គលិកមួយពីរនឹងដែលយើងដាក់ខុសប៉ុសអីអញ្ចឹងតែក៏មានលក្ខខណ្ឌខ្លះយើងហៅថា culture out fit ណាព្រោះនៅ ABA ប្រើ technology យ៉ាងច្រើនហើយយើង culture យើង performance ហៅថា driven performance base នៅពេលដែលពួកគាត់មិនមាន culture fit គាត់ចូលមកគាត់អាចនៅជាមួយនឹង family របស់យើងបានទេtechnology ក៏មិនជាអ្នកចូលចិត្តហើយពួកយើងនេះពីមួយពេលទៅមួយពេលពីមួយឆ្នាំទៅមួយឆ្នាំ technology យើង bring មកឲ្យបុគ្គលិកប្រើថ្មីក៏ដូចជាការបញ្ជូន product ថ្មីឲ្យភ្ញៀវអញ្ចឹង system យើង upgrade រហូតបាទអញ្ចឹងបើអ្នកដែលអត់មាន culture fit គាត់អាចនឹងដើរចេញហើយมันមានទាំង system มันមានទាំង culture ដែលយើងថាយើង performance and perform challenge មួយខ្លួនឯងថ្ងៃនេះយើងធ្វើបានមួយស្អែកយើងធ្វើពីរថ្ងៃនេះយើងអាយុត្រឹមតែ20ឆ្នាំហើយស្អែកយើងឡើង21អញ្ចឹងយើងបូកមួយរហូតបាទអញ្ចឹងនៅ culture របស់យើងពីមួយឆ្នាំទៅមួយឆ្នាំយើងមានតែ add on ដើម្បីឲ្យយើង grow អ្នកដែលយើងហៅថា culture fit គាត់អាចដើរចេញអញ្ចឹងបែបហ្នឹងក៏យើង accept ដែរអាចថាវាដល់ពេលណាមួយដែលវាមិនមែនជា people and the culture is not get along then we have to accept ករណីបែបហ្នឹងក៏យើងមានដែរចាតែការ filter ទាំងអស់ហ្នឹងហើយបានធ្វើឲ្យពួកយើងបន្តដំណើរគោលដៅជា strategy របស់ bank ហ្នឹង the right direction បានតែមិនមែនថាมันមានការ filter យើងមានការ filter បាទចុះតើធនាគារមានយុទ្ធសាស្ត្រដើម្បីតាក់ទាញគេហៅថា top talent អ្នកដែលគាត់ផ្កាយខ្លាំងឲ្យមកធ្វើការធនាគារហើយយើងអាច retain គាត់បាននៅក្នុងទីផ្សារដែលកំពុងប្រជែងរាល់ថ្ងៃនេះចានៅក្នុងទីផ្សារហិរញ្ញវត្ថុABA one of the leading ក្នុង leading ទាំងអស់អញ្ចឹងit's get along ជាមួយនឹង financial ដែរអញ្ចឹងការ pay reward ជាកញ្ចប់remuneration ក៏យើងមាន design មួយដែល competitive នៅក្នុង market ដូចគ្នាតាក់ទង reward យើងនិយាយថាជា bonus scheme របស់យើងការតាក់តែង performance based culture ហ្នឹងវា driven by of course bonus scheme ដែលយើងមានទៅតាមប៉ុស្តិ៍មួយក្រៅពី bonus ក្រៅពី remuneration ដែលយើងហៅជាប្រាក់ខែមិញហ្នឹង insurance ក៏ដោយជា benefit ផ្សេងទៀតដែលយើងមានបន្ថែមពីហ្នឹងយើងមាន campaign ទៀតតាមពិតនៅក្នុងយើងនេះ product ណាថ្មីយើងគេនឹង design ឲ្យជា campaign ដែលបុគ្គលិកទាំងអស់អាចចូលរួម involve មួយ campaign ហ្នឹង and earn reward based on campaign មួយចឹង campaign យើង design ទៅតាម product ណាមួយដែលយើងចង់ focus ហើយពួកយើងអាចចូលរួមទាំងអស់គ្នាបានចឹងបានយើងនិយាយពី culture fit មិញបើសិនជាបុគ្គលហ្នឹងគាត់
aggressive ក្នុងការ grow ដោយ culture របស់ ABA ពួកយើង grow continue grow រាល់ថ្ងៃពីមួយពេលទៅមួយពេលអញ្ចឹងបើគាត់involve បែបហ្នឹងគាត់ចូលមកដល់គាត់នឹងឃើញក្រៅពីប្រាក់ខែក្រៅពី bonus លើ performance គាត់ហើយគាត់ធ្វើអ្វីផ្សេងទៀតនៅពេលមាន campaign គាត់បាន reward ទៅលើ campaign ហ្នឹងទៀតបាទហើយមួយឆ្នាំយើងមិនមែនមាន campaign 1 2ទេ base ទៅលើ business need របស់យើងចឹងបើអ្នកដែលគាត់មាន culture fit គាត់ចូលមកគាត់ enjoy នឹង earn extra income នឹងយើងនិយាយទៅថាបាទ it's a reward and people would seek for of course when you do hard work dedicated hour they earn something in extra ចឹងទៅបាទចឹងនៅនេះយើងមានជា culture rewarding ក្រៅពី not just you get paid for what you do ចឹងណាបាទហើយការផ្សព្វផ្សាយដើម្បីឲ្យcandidate ទាំងអស់បានស្គាល់យើងមិនមែនមានការផ្សព្វផ្សាយតាម channel ទេដើម្បីគាត់បានស្គាល់ដូចជា channel មួយនេះយើងមានទាំង podcast យើងមានទាំងនៅក្នុង Facebook របស់ AB Career មាន Telegram channel ផ្សេងទៀតរហូតដល់ TikTok ឥឡូវនេះដែលយើងកំពុងព្យាយាម split ទៅដល់បងប្អូនជំនាន់ក្រោយឲ្យគាត់ស្គាល់ career នៅ ABA ចឹងសង្ឃឹមថាយើងនឹង attract more young and talented ចូលរួមការងារជាមួយពួកយើងបន្ថែមទៀតព្រោះ this is the next generation that we need to onboard បាទចឹងបង in the next 10 years how is our people success look like in the bank yeah នៅ ABA ក៏ដូចជានៅក្នុង global ដែរបច្ចុប្បន្នមែនតើទៅនៅពេលដែលជា HR នៅ ABA យើងតែងតែមើលថាតើបើយើងប្រៀបធៀបយើងនៅក្នុង market យើងនៅណាហើយយើងនៅក្នុង global វិញ people នៅក្នុង ABA compare មួយ local ឬក៏ compare មួយនៅ global market អញ្ចឹង in the next 10 year បើឲ្យខ្ញុំ compare នៅ ABA ពួកយើង pick up trend នៅ global រៀងច្រើនបន្តិចដោយសារតែនៅនេះយើងជា advance technology មួយយើងប្រើ system ច្រើនយើង evolve ច្រើន people ដែលយើង bring on board ជាមួយ ABA គាត់ចេះប្រើ technology ច្រើនហើយនឹងបន្ស៊ាំខ្លួនឯងក្នុងការដែលប្រើ system ច្រើន and the next 10 years is about AI យើងអត់ដឹងថាតើ AI នឹង bring us support យ៉ាងម៉េចខ្លះទេសម្រាប់ឥឡូវតែអ្វីដែលយើង sure ថា AI is coming ជាមួយនឹង knowledge តាក់ទងនឹង system knowledge តាក់ទងនឹង understand application ដែលយើងមានទាំងប្រមាណនោះហើយ AI coming ជា user ពួកយើង will learn together how to efficiently use AI នៅក្នុង workplace ទោះបីជាពួកយើងនៅការងារណាមួយក៏ដោយ we might in the next 10 years នេះ use that AI a lot តែឥឡូវយើងមិនទាន់បានជាប្រើវា but we know that it's coming នៅ global people start talking about that a lot how AI will change how we work យ៉ាទៅអញ្ចឹងជាអ្វីដែលយើងនឹងអាចឃើញ change នៅក្នុងសង្គមរបស់យើងនៅក្នុង population people agenda not just in ABA សម្រាប់ក្រុមហ៊ុនដែលមាន good system ឬក៏ people ក្មេងៗបងប្អូនដែលនៅក្នុងសាលាដែលគាត់នឹងចូលមកវិស័យការងារ next 5 to 10 year នេះគាត់នឹង bring technology with them គាត់នឹង bring knowledge របស់គាត់តាក់ទងនឹង system មកស្រាប់គាត់នឹង bring knowledge តាក់ទង AI មកស្រាប់នៅពេលគាត់ចូលវិស័យការងារចំស្ថាប័នដែល use efficiently ទៅលើ system ទៅលើ AI ហ្នឹងក្មេងៗទាំងអស់ក្រុមការងារដែលគាត់ fit ជាមួយនឹង culture ក្រុមហ៊ុនមួយហ្នឹងគាត់នឹង able to add more value ទៅក្រុមហ៊ុនដែលគាត់ធ្វើការជាមួយអញ្ចឹងbring AI evolve people ដែលត្រូវ evolve ហ្នឹងតើទាំងអស់គ្នានឹង evolve ជាមួយនឹងពួកយើងយ៉ាងម៉េចនៅក្នុងវិស័យការងារហ្នឹងព្រោះ AI may come in the next 10 years តើកម្រិតប៉ុណ្ណាយើងមិនទាន់ដឹង feasibility តើខ្លាំងប៉ុណ្ណាយើងនឹង go along together at the same time people need to get along ជាមួយនឹង journey មួយហ្នឹង adapt and how to use it អ្វីដែលសំខាន់បាទចាហើយដូចគ្នាដែរក្រៅពី AI
យើង of course នៅពេលដែលវាមកយើងដឹងថាវាជួយសម្រួលការងារមួយចំនួនអញ្ចឹងនៅពេលវាជួយសម្រួលវាអាចប៉ះពាល់ទៅលើ role មួយចំនួនអញ្ចឹង role ដែលនឹងប៉ះដោយសារតែ coming up របស់ technology ហ្នឹងតែគាត់អាច evolve បានអត់ដូចសម័យកាល last 10 year អញ្ចឹងនៅ last 10-20 year ពេលយើងនិយាយពីម៉ាស៊ីន ATM នៅពេលយើងឮម៉ាស៊ីន ATM មកដល់បុគ្គលិកខាង teller ខាង cashier គាត់រៀងបារម្ភហ្នឹងសិន ATM មកដល់យើងអត់ការងារធ្វើទេទៅបាទមានអ្នកបារម្ភច្រើនណាការសម័យ 10-20 ឆ្នាំមុនពួកយើងមិនមែនថាកើតឡើងមកវិស័យ bank មានម៉ាស៊ីន ATM ទេតែ last 10-20 year យើងមានម៉ាស៊ីន ATM យើងមានម៉ាស៊ីន CRM ដាក់ប្រាក់ដកប្រាក់យើងមានហើយម៉ាស៊ីនដាក់ខ្សែទៀតឥឡូវនៅ ABA យើងមានរហូតដល់ទៅម៉ាស៊ីន inbox card ទៀតអញ្ចឹង our people that experience ថាបើម៉ាស៊ីនមកដល់បារម្ភពីអត់ការងារធ្វើបាទតែ in reality នៅពេលម៉ាស៊ីនមកវាជួយសម្រួលយើងច្រើនណាប៉ុន្តែយើងត្រូវចេះប្រើម៉ាស៊ីនហ្នឹងវិញ people យើងទៅ support ម៉ាស៊ីនវិញជាជាងពីមុន counter មួយទទួលភ្ញៀវបានមួយ serving ក្នុងរយៈពេល15នាទីឥឡូវម៉ាស៊ីនគាត់អាចជួយសម្រួលយើងហើយ transaction ដោយសារ transaction យើង grow អញ្ចឹង transaction ទូចៗតែគាត់ត្រូវការប្រតិបត្តិការលឿនយើងចូលតាមម៉ាស៊ីនអញ្ចឹងទៅហើយប្រតិបត្តិការដែលធំគាត់ចូលមកតាម counter ចូលមកជួបបុគ្គលិកយើងដែលជា teller តែបើប្រតិបត្តិការ transaction daily ដកប្រាក់ដើម្បីចាយដាក់ប្រាក់ដែលយើងសំបានឲ្យដាក់ចូលក្នុងធនាគារអញ្ចឹងគាត់ចូលតាមម៉ាស៊ីនហើយម៉ាស៊ីនទាំងអស់ត្រូវ serve ដោយមនុស្សទៀតពិតបាទយើងមាន people behind the scene ដែលគាត់ service ម៉ាស៊ីនហ្នឹងវិញចាតែយើងត្រូវរៀន service ម៉ាស៊ីនទៀតបាទដែលពីមុនយើងគិតថាម៉ាស៊ីនមកដល់តែអត់ការងារធ្វើហើយអ្នកខ្លះគាត់ shift អីអញ្ចឹងទៅតែទីពិតគាត់ shift ទៅរៀនប្រើម៉ាស៊ីនអញ្ចឹងអ្វីដែលយើងនឹងធ្វើដល់ next 10 year តាក់ទងនឹងtechnology ហ្នឹង people យើងត្រូវ learn how adapt ជាមួយនឹង coming up ជាមួយ AI ហ្នឹងហើយនឹង system ថ្មីតែយើង learn how to use វាមិន service វាមិនបាទព្រោះម៉ាស៊ីនទាំងអស់ត្រូវការពួកយើងបាទហើយយើង smart ជាងអញ្ចឹងការដែលយើងត្រូវ support ម៉ាស៊ីនវានៅមានអញ្ចឹងគុំអារម្មណ៍ថាម៉ាស៊ីនមកយើងអត់ការងារធ្វើអីអញ្ចឹងហើយតែយើងមិនមែនថាមិនបារម្ភសោះទេតែយើងត្រូវការ upgrade ខ្លួនឯងគេបាទព្រោះយើង smart ជាងម៉ាស៊ីនហ្នឹងតែយើងអាច neglect ចិនដោយមិនខំប្រឹងបន្ថែមទេម៉ាស៊ីនជួយយើងតែយើងត្រូវចេះប្រាប់បាទយើងទៅចេះទៅ service វាអញ្ចឹងការងារទាំងអស់ហ្នឹងធ្វើឲ្យពួកយើងប្រកែកជាងម៉ាស៊ីនតែបើយើងអត់ចេះច្រើនជាងម៉ាស៊ីនទេហ្នឹងហើយដែលម៉ាស៊ីនអាចយកការងារយើងបាទចាតែបទពិសោធន៍របស់ខ្ញុំក៏ដូចជាក្រុមការងារ HR យើងធ្លាប់ធ្វើការជាមួយគ្នាជាមួយនឹង leader ផ្សេងទៀតយើងឃើញថាពេលដែល technology ហ្នឹងមកយើងនៅត្រូវការមនុស្សចឹងដើម្បីទៅ service technology ទាំងអស់ព្រោះ technology ទាំងអស់ហ្នឹងត្រូវការ people maintenance people activate បាទត្រូវហើយចា Okay and beside point ទី1 point ទី2កាលពី bring people along ហ្នឹងអ្វីដែល HR យើងធ្វើសំខាន់បំផុតគឺ efficiency តារាយើងនៅត្រូវតែបន្តមើល performance បាទដើម្បីមើល performance ពួកយើងត្រូវទៅ support business ថាតើ business មួយហ្នឹងដែលយើង support គាត់ខ្វះអីពិតប្រាកដរកជំងឺរបស់គាត់ឲ្យត្រូវហើយ treat ជំងឺហ្នឹងឲ្យបានពេលខ្លះមិនជាជំងឺវាគ្រាន់តែ efficiency តើ efficiency នៅក្រុមការងារមួយហ្នឹងឬក៏ outlet សាខាមួយហ្នឹងcompare ជាមួយនឹងសាខាផ្សេង performance របស់គាត់ efficiency ratio របស់គាត់វាទាបជាងសាខាផ្សេងឬក៏ទាបជាង peer អញ្ចឹងថាតើគាត់ខ្វះអីគេដើម្បីឲ្យ performance efficiency គាត់ឡើងមកលើអញ្ចឹងអ្វីដែលយើងត្រូវធ្វើក្រៅពីចំណុចទី1ទី2ហ្នឹងគឺចំណុចទី3នៅបន្ត maintain មើល performance efficiency របស់ people agenda ហើយជាមួយនឹង leader យើងផ្សេងទៀតចំណុចមួយហ្នឹងដែលជាចំណុច3សំខាន់របស់ HR ដែលយើងមិនអាចមើលម្លងបាន next 10 years ដែលសំខាន់ហ្នឹងហើយអញ្ចឹងមានន័យថាបុគ្គលិកយើងទាំងអស់ត្រូវ embrace technology new technology upcoming technology បាទ and not only បុគ្គលិក ABA នឹងខំថាបងប្អូនអ្នកស្ដាប់ទាំងអស់ឬក៏បងអ្នកស្ដាប់ទាំងអស់គាត់ embrace together ព្រោះនេះជាអ្វីដែល coming up and ពួកយើងក៏ឃើញហើយលើហើយថា AI technology system 1 2 3មាននៅក្រៅ
នៅ ABA នេះយើងចាប់ផ្ដើមធ្វើហើយ so hopefully មិនមែនមានតែ ABA យើងជឿថាមិនមែនមានតែ ABA នឹង adapt ជាមួយនឹង system ថ្មីស្ថាប័នគេផ្សេងទៀតក៏នឹង adapt ដែរអញ្ចឹង to have everyone on the same boat understand ថាមានអី coming up ហើយពួកយើង cope up ជាមួយនឹង knowledge ទាំងអស់ហ្នឹងបន្ត learning ជាអ្វីដែលសំខាន់so we are on this same boat together អញ្ចឹងអ្នកណាទៅមុនហើយអ្នកណាទៅក្រោយអ្នកណាទៅក្រោយគាត់រៀងដើរយឺតជាងគេតិចទៅតែអ្នកណាគេទៅមុនគេ pick up early បាទសូមអរគុណបងសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃចូលរួមកម្មវិធី podcast ថ្ងៃនេះហើយដែលបានចែករំលែកនៅបទពិសោធន៍និងពីការងារនិងចំណេះដឹងជាច្រើនទាក់ទងទៅនឹងផ្នែកធនធានមនុស្សបាទសូមអរគុណបងបាទអរគុណដូចគ្នាភិរៈ